ចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំរោងចាសម្រាប់អ្នកកើតឆ្នាំរោងនៅក្នុងឆ្នាំថ្មីនេះផ្ទាល់ចាសម្រាប់លោកអ្នកណាឃើញថាលោកអ្នកអាចមានអារម្មណ៍គេហៅថាបារម្ភច្រើនលោកអ្នកអាចមានការគិតរឿងដែលមិនទាន់កើតឡើងអញ្ចឹងធ្វើលោកអ្នកនៅច្បុកច្បល់ណាហើយនៅក្នុងឱកាសនេះដែរឃើញថាលោកអ្នកព្យាយាមផ្ដាច់ខ្លួនពីអ្នកជុំវិញខ្លួនមែនតើអាចចង់នៅម្នាក់ឯងឬអាចថាព្យាយាមធ្វើអីដោយខ្លួនឯងអញ្ចឹងណាចាហើយបើពាក់ព័ន្ធនឹងរឿងលុយកាក់វិញតំណែងលុយកាក់របស់លោកអ្នកឃើញថាជួបឧបសគ្គច្រើននៅក្នុងឆ្នាំថ្មីនេះឃើញថាឱកាសដែលត្រូវទទួលលុយចូលមកបានក៏អាចមានឧបសគ្គមករារាំងឬក៏អាចថាតើតែយើងចំណាយអីមួយទៅបានឱកាសត្រឡប់មកវិញអញ្ចឹងណាឬក៏អាចថាមានលទ្ធផលអីត្រឡប់មកវិញចាហើយសម្រាប់នៅក្នុងឆ្នាំនេះដែរបើពាក់ព័ន្ធនឹងរឿងលុយកាក់ឃើញថាលោកអ្នកមានបន្ទុកឬអាចថាមានការចំណាយទៅលើរឿងសាច់ញាតិឬក៏ក្រុមគ្រួសារនៅផ្ទាល់តែម្ដងនឹងអាចមានអ្នកចូលមកពឹងពាក់សុំជំនួយជាហូរហែអញ្ចឹងណាធ្វើលោកអ្នកពិបាកក្នុងការបដិសេធចាហើយសម្រាប់សុខភាពវិញតំណែងសុខភាពរបស់លោកអ្នកនៅក្នុងឆ្នាំថ្មីនេះដែរលោកអ្នកត្រូវអាសាញ៉ាំផ្លែឈើឲ្យបានច្រើនព្រោះដោយសារលោកអ្នកអាចមានការខ្វះវីតាមីនអីចឹងទៅចាអញ្ចឹងធ្វើឲ្យយើងអាសាវិលមុខអាសាអីចឹងណាចាហើយមួយទៀតដូចថាអាចតាមស្បែករបស់យើងនោះវាទៅជាស្ងួតទៅជាប្រេះអីហ្នឹងចឹងអាសាហូបទឹកឲ្យបានច្រើនណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងការងារលោកអ្នកដែលមានការងារជាប្រចាំសម្រាប់នៅក្នុងឆ្នាំថ្មីនេះដែរឃើញថាការងាររបស់លោកអ្នកនឹងអាចមានចូលមកជាបន្តប៉ុន្តែឃើញថាលោកអ្នកចេះតែដូចថាយើងអត់ហ៊ានធ្វើអត់ហ៊ានចាប់ផ្ដើមធ្វើឲ្យបាត់បង់ឱកាសល្អចឹងណាអញ្ចឹងនៅក្នុងឆ្នាំថ្មីនេះលោកអ្នកគួរតែសាក់លបងខ្លះបើមិនចឹងទេលោកអ្នកអាចនឹងបាត់បង់ឱកាសហើយចាហើយសម្រាប់ការរកស៊ីឃើញថាវាអាចមានឧបសគ្គខ្លះសម្រាប់លោកអ្នកដែរអញ្ចឹងគាត់ថាលោកអ្នកនៅតែជំនះនៅតែស៊ូយើងក៏អាចមានលទ្ធផលមកវិញអញ្ចឹងណាចាហើយសម្រាប់ពាក់ព័ន្ធនឹងផ្ទះសម្បែងដែលលោកអ្នកស្នាក់អាស្រ័យជាប្រចាំនៅក្នុងឆ្នាំថ្មីនេះដែរឃើញថាតំណែងផ្ទះសម្បែងដែលយើងស្នាក់អាស្រ័យនឹងមានវត្ថុស័ក្តិសិទ្ធិនឹងផ្ទះនឹងជួយនាំលៀបនាំសំណាងអីមួយមកដល់លោកអ្នកណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងការធ្វើដំណើរលេខធ្វើដំណើររបស់អ្នកកើតឆ្នាំរោងអត់អីទេឃើញថាលេខដំណើររបស់យើងសុខសប្បាយណាចាអាចធ្វើដំណើរផ្លូវចិត្តផ្លូវឆ្ងាយបានចាពាក់ព័ន្ធជាមួយនឹងរឿងស្នេហាឬក៏ជីវិតគូចាសម្រាប់នៅក្នុងឆ្នាំថ្មីនេះផ្ទាល់តែម្ដងចាអ្នកកើតឆ្នាំរោងតំណែងជីវិតគូរបស់លោកអ្នកឃើញថាអាចមានរឿងព្យាយាមបិទបាំងចំពោះគ្នាច្រើនអញ្ចឹងសម្រាប់នៅក្នុងឆ្នាំថ្មីនេះដែរមិនថាព្យាយាមលាក់បាំងព្យាយាមបិទបាំងប៉ុណ្ណាទេចុងក្រោយអាចថារឿងនឹងត្រូវតែបែកធ្លាយអញ្ចឹងមិនថាលោកអ្នកឬក៏ដៃគូរបស់អ្នកកើតឆ្នាំរោងទេអាចថាមានរឿងអីដែលលាក់បាំងគឺអាចលាក់ចិត្តទេនឹងអាចបែកធ្លាយនឹងអាចត្រូវគេចាប់បានអីអញ្ចឹងណាចាហើយសម្រាប់ជីវិតគូរបស់លោកអ្នកក៏ឃើញថាចេះតែមានរឿងលាក់បាំងចំពោះគ្នាដូចគ្នាថាមានរឿងអត់ព្រមនិយាយចេះតែគិតថាគេមិនអាចទទួលយកយើងបានក៏ចេះតែលាក់ទុកទៅដល់ពេលចុងក្រោយពេលដែលដឹងវាទៅជាបញ្ហាអញ្ចឹងណាចាហើយសម្រាប់ពាក់ព័ន្ធនឹងលោកអ្នកដែលនៅទនេឃើញថានៅក្នុងឆ្នាំថ្មីនេះដែរលោកអ្នកអាចមានឱកាសបានជួបមនុស្សដែលត្រូវចិត្តហើយជាអ្នកមកពីទីឆ្ងាយណាឃើញថាយើងអាចមានឱកាសស្គាល់គ្នាបានជួបគ្នាហើយចាហើយអ្នកខ្លះក៏អាចជួបស្នេហាខុសវ័យដែរចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងដែលលោកអ្នកគួរប្រយ័ត្នបំផុតនៅក្នុងឱកាសនេះក៏ដូចជាឆ្នាំថ្មីនេះផ្ទាល់គឺលោកអ្នកត្រូវប្រយ័ត្នពាក់ព័ន្ធជាមួយនឹងក្នុងផ្ទះសម្បែងរបស់យើងឃើញថាអាចមានឱកាសប្រយ័ត្នមានរបស់នៅក្នុងផ្ទះវាអាចបាក់បែកខូចឬក៏អាចថាធ្វើឲ្យខូចខាតនៅក្នុងបរិវេណផ្ទះរបស់យើងហ្នឹងក៏អាចមានដែរចាហើយចុងក្រោយការធ្វើបុណ្យរបស់លោកអ្នកគឺអាសាធ្វើបុណ្យជាមួយនឹងការចូលរួមកសាងណាចាមិនថាសាលារៀនវត្តអារាមទីពេទ្យអីទេយើងអាចចូលរួមទៅដើម្បីលើករាសីពណ៌លើករាសីរបស់លោកអ្នកចាគឺមានពណ៌ទឹកក្រូចហើយនិងពណ៌សាច់ចាលេខសំណាងរបស់លោកអ្នកចាគឺមានលេខ53ណា